បាទសួស្តីបងប្អូននៅក្នុងល្ងាចនេះថ្ងៃនេះបាទយើងធ្វើការកាត់ដែកបាទជាមួយនឹងប៉ុសអាណេលីបាទ3 in 1បាទ3មុខងារក្នុងប៉ុសតែមួយបាទនៅក្នុង3មុខងារក្នុងប៉ុសតែមួយគឺកាត់ដែកចម្បង1ខ្សែដែក2ហើយវាផលិតខ្យល់3ហ្នឹងហើយអញ្ចឹងថា3មុខងារក្នុងប៉ុសតែមួយគឺវាមានន័យបែបហ្នឹងអញ្ចឹងនៅក្នុងថ្ងៃហ្នឹងតាមការស្នើសុំផងបងប្រុសមួយម្នាក់ខ្ញុំអត់ចាំឈ្មោះគាត់ទេអត់ចាំគាត់ដែរគាត់ចង់បានប៉ុសមួយដែលវាអាចកាត់ដែកកម្រាស់5លីបានណាហ្នឹងហើយអញ្ចឹងខ្ញុំក៏ថាខ្ញុំមានបងប៉ុសកាត់ដែកកម្រាស់5លីហ្នឹងមានភ្លើង220 220 វ៉ុលហ្នឹង20 អាំពែហ្នឹងអាចកាត់បានហ្នឹងហើយតែកន្លងមកខ្ញុំក៏មិនដែលបានធ្វើវីដេអូកាត់ដែក20 អាំពែដែរដោយសារដោយសារទីតាំងខ្ញុំមានភ្លើង32 អាំពែអញ្ចឹងណាអញ្ចឹងក៏ថ្ងៃហ្នឹងក៏រីករាយនឹងការធ្វើវីដេអូដោយសារខ្ញុំក៏ចង់ដឹងដែរថាតើប៉ុសហ្នឹងភ្លើង220 វ៉ុលអាចកាត់បានដែរឬអត់អញ្ចឹងលទ្ធផលគឺយើងអាចកាត់បានណាភ្លើង220 វ៉ុល20 អាំពែអាចកាត់ដែកកម្រាស់បាន5លី6លីអាចកាត់បានអញ្ចឹងបន្តិចទៀតបងប្អូន